Hello សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូទី5ដែលយើងនិយមពី minimal microservice របស់យើងអញ្ចឹងការពីវីដេអូមុនគឺយើងនិយមពី account ហើយនឹង screening ហ្នឹងគឺ refer ទៅកាន់ ML internal service របស់យើងដែលយើងធ្វើការ build ដើម្បីធ្វើការ test ជាមួយនឹង onboard account អញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការ demo ខ្លះៗអំពី Grafana បើនិយាយពី Grafana វាអាចនិយាយថាវាមាន feature ឬក៏គ្រប់លក្ខច្រើនហើយខ្ញុំអត់បានទៅ test គ្រប់កន្លែងទេអីដែលខ្ញុំដឹងខ្ញុំធ្វើការបង្ហាញតើតើនឹងapplication របស់យើងធ្វើម៉េចដើម្បីអាចបញ្ជូសឬក៏ send message ឬក៏ log នោះមកកាន់ Grafana បានអូខេដំបូងអីដែលយើងត្រូវមានគឺ Docker បើសិនជាយើងធ្វើការ test យើងក៏អាចប្រើប្រាស់នៅវិធីសាស្ត្រផ្សេងទៀតដើម្បីធ្វើការ run នៅ service ទាំងអស់ហ្នឹងដែរគាត់ថានេះខ្ញុំប្រើប្រាស់ Docker អញ្ចឹងខ្ញុំយក Docker ជា go អញ្ចឹងទៅអញ្ចឹងយើងមានអូខេនេះកាប់ការយើងមានធ្លាប់និយាយហើយអញ្ចឹងយើងមាន open telemetry parameter tempo មួយ logi អញ្ចឹងទៅបូកជាមួយ Grafana អញ្ចឹងទៅអញ្ចឹងអានេះខ្ញុំធ្លាប់ share ពីមុនមកដូចគ្នាគាត់ថានៅក្នុងវីដេអូនេះយើងអាចនិយាយខ្លះៗបន្តទៀតតទៅនឹងopen telemetry ហ្នឹងឯងអញ្ចឹងយើងមានជា Grafana មួយអូខេហើយ container name របស់នេះគឺយើងដាក់ឈ្មោះយើងហើយនៅកន្លែងនេះគឺយើងមាន port ទាំងអស់ឬក៏ back end របស់វាឬក៏ service ទាំងអស់4មាន Grafana hotel មួយ gRPC មួយ HTTP មួយទៀតគឺ Prometheus អញ្ចឹងអីដែលយើងអាចចូលមើលបានមាន2សម្រាប់ UI ហើយនេះគឺតើតើ back end អញ្ចឹងវាមាន Grafana UI Prometheus UI អញ្ចឹងទៅហើយនេះគឺជា user password កន្លែងនេះបើសិនយើងចង់ custom Grafana dashboard គឺយើងអាចធ្វើ custom បានអានេះវិធីដែលយើងធ្វើជាមួយនឹង Docker អញ្ចឹងយើងមាន folder មួយ observability អញ្ចឹងយើងមាន Grafana dashboard JVM metric មួយអញ្ចឹងកន្លែងនេះខ្ញុំពឹង AI ឲ្យជួយ generate time ទេហើយយើងមាន simple ពីបោះគេស្រាប់អញ្ចឹងយើងអាចកែកុនតាមអីយើងចង់បានអញ្ចឹងសំបី UI របស់វាក៏វាមានដែរអញ្ចឹងយើងអាចចូល edit នៅលើ UI ក៏បានដែរអានេះ health check មកកាន់ service អីចឹងទៅអូខេអានេះនិយាយអំពីអីដែលយើងត្រូវការសម្រាប់ back end ក៏ដូចជា UI អញ្ចឹងបន្ទាប់ពីយើង run Docker កំពុងហើយនៅក្នុងRGTM នេះខ្ញុំចុចមកកន្លែងនេះមាន port ទាំងអស់4ដូចយើងនិយាយគ្នាអញ្ចឹងទីមាន2ជា back end មាន2ទៀតវាជា UI អូខេអញ្ចឹងយើងអាចមកមើលកន្លែងនេះកៅគុតអញ្ចឹងខ្ញុំចុចមកអូខេPrometheus នេះនៅពេលដែលយើងធ្វើការ add វាមានថានៅក្នុង application របស់យើងអាចយកមួយណាមកនិយាយក៏បានដែរមកថា scanning account ឬក៏ switching អញ្ចឹងនៅកន្លែងនេះ requirement របស់យើងត្រូវមាន dependency 2ទី1គឺ actuator Spring Boot starter actuator នេះមួយទៀតគឺ Spring Boot starter open telemetry អញ្ចឹងយើងមាន12ហ្នឹងមកបានហើយនៅក្នុង MSA config របស់យើងអាចនឹងធ្វើការ enable វាដូចគ្នាអញ្ចឹងអូខេខ្ញុំភ្លេចថានៅក្នុងនេះអញ្ចឹងនៅក្នុងនេះដើម្បី enable បានយើងធ្វើការរៀងច្រើនតិចដោយសារយើងអត់មាន config អីនៅក្រៅពី application អញ្ចឹងយើងអាច config ច្រើនអញ្ចឹងនៅនេះគឺយើងផ្ដើមដោយ management endpoint web export include អីចឹងមកនេះឃើញ Prometheus ហើយ matrix tracking ហើយ OTA logging open telemetry tracing logging អីចឹងមកអញ្ចឹងAPI ឬservice ដែលយើងបាន run ជាមួយ Docker ហ្នឹងយើងយកមក config នៅកន្លែងហ្នឹងអញ្ចឹងដូច port 4318មួយនេះឃើញ4318បើខ្ញុំមកមើលនៅក្នុងនេះវាជា OTLP HTTP អូខេអញ្ចឹងយើងយកវាមក config នៅកន្លែងហ្នឹងឯងអូខេបន្ទាប់ពីហ្នឹងទៀតបើសិនជាយើងចង់មានtracing ក៏ដូចជា log pack តើតើនឹងថាឧទាហរណ៍ឥឡូវយើងមាន microservice 2 scanning ហើយនឹង account អញ្ចឹងដើម្បីធ្វើការឲ្យវាជាប់ tracing ID គ្នាបានមានថាពី client request ចូល account
ហើយ account នេះវានឹងហៅមកកាន់ screening នេះអញ្ចឹងបើសិនជាយើងអត់មានវិធីត trace ID វាទេនៅក្នុងបើសិនយើង run នៅក្នុង application ធម្មតាអញ្ចឹងនៅពេលដែលរុញ lock ទៅវាប្រកាសជា trace ID ឬក៏ span ID នឹងខុសគ្នាអញ្ចឹងយើងត្រូវបន្ថែមតទៅនឹងmicro tracing ក៏ដូចជា lock appender នេះអញ្ចឹងយើងត្រូវបង្កើត log4j មួយ logback មួយយ៉ាដូចគ្នានៅក្នុង account ដូចគ្នាយើងត្រូវការ log4j នឹងឯង hotel open telemetry true ផ្កាយអូខេឥឡូវខ្ញុំសន្មតថាកន្លែងនេះវាស្មុគស្មាញតិចបើសិនជាបញ្ចូលប៉ុណ្ណឹងក៏អត់អស់សេចក្តីដែរដោយសារវាធំខ្ញុំក៏បង្ហាញថាអូខេ flow របស់យើងពី application របស់យើងធ្វើម៉េចរុញទៅកាន់ UI Grafana បានអូខេឥឡូវខ្ញុំសាក run នៅ config ហើយ service របស់យើងអញ្ចឹងនៅក្នុង service របស់យើងវាតែងតែមាន log អញ្ចឹងណាទី1 service name របស់យើងហើយនឹងមាន log អញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំ clear អានេះចោលមួយ clear មួយហើយខ្ញុំធ្វើការ test ពី postman ខ្ញុំមកមើល log អញ្ចឹងកន្លែងនេះវាមាន trace ID និង span ID បែបនេះណាអញ្ចឹងនៅពេលដែលមាន log បែបហ្នឹងនៅក្នុង screening ក៏វាត្រូវមាន log បែបហ្នឹងដែរឃើញដោយសារតែពី postman ហៅចូលមក account ហៅមក screening application អញ្ចឹង log នឹងបន្តគ្នាអូខេអញ្ចឹងបន្ទាប់ពីយើង request ហើយខ្ញុំអាចមក refresh នៅលើអញ្ចឹងនៅក្នុង Grafana នេះខ្ញុំសាក refresh មួយមកអូខេហើយខ្ញុំចុចទៅដល់កន្លែង page ដំបូងរបស់វាអញ្ចឹងGrafana ដល់ពេលយើងបើកមកវាចេញ page អញ្ចឹងដល់ពេលដែលយើង install វា UI វាគឺចេញបែបហ្នឹងអញ្ចឹងខ្ញុំអាចចុចកន្លែង hamburger menu ខ្ញុំអាចចូលមក dashboard អញ្ចឹង dashboard ដំបូងវាមានតែ3ឯង JVM overview red matrix អត់មាន JVM overview open telemetry 400ឬក៏500នេះអានេះ400 500នេះយើងតម្រូវយើងធ្វើការបង្កើតខ្លួនឯងមួយទៀត Grafana Sport ខ្លួនឯងមួយនេះដូចខ្ញុំនិយាយចឹងអត់មានខុសគ្នាប៉ុន្មានទេអានេះវាអាស្រ័យថាយើងមាន simple មួយមកហើយយើងយកមក edit អីដែលយើងចង់បានទៅអូខេបន្តមកទៀតខ្ញុំអាចសាកចុចលើវាមកអូខេអញ្ចឹងវាមាន graph អញ្ចឹងវាមាន rate error អីដែល dashboard ដែល custom មិញហ្នឹងគឺដើម្បីឲ្យ400ឬក៏500ហ្នឹងឯងមានថា HTTP setup 400ក៏ឬក៏500ហ្នឹងគឺយើងមាន log បែបនេះអញ្ចឹងខ្ញុំអាច test មួយឥឡូវខ្ញុំដាក់time zone មួយទៀតអញ្ចឹង date វាអត់គួរមានដល់3ខ្ទង់បែបហ្នឹងកន្លែងហ្នឹងអញ្ចឹងដល់ពេលយើងចុចទៅវា error បែបនេះឬក៏ខ្ញុំដាក់ឲ្យនេះទៅទេវាចូល400អញ្ចឹងខ្ញុំ refresh មួយមកអូខេឡើង400អានេះតើតើនឹង monitoring ហើយយើងមាន explore កន្លែងនេះដែលយើងមាន tempo ហើយនឹង low key អញ្ចឹងខ្ញុំអាចចុច tempo ហើយចុច search អញ្ចឹង search កន្លែងនេះវានឹងចេញ trace ID start service name បូកជាមួយនឹង name ហើយនឹងរយៈពេលដែលវាធ្វើ process អញ្ចឹងទៅអូខេហើយយើងក៏អាចចុចលើ trace ID នឹងបានដូចគ្នាទេចុច trace ID មកអញ្ចឹងនេះឃើញ HTTP setup វា500 error ព្រាតអូខេយើងចុចមកមើល detail អញ្ចឹងព័ត៌មាន detail វាមានអីខ្លះអញ្ចឹងណាអូខេដោយសារតែ screen របស់ខ្ញុំនឹងទូចអញ្ចឹងអានេះវាឆ្អៀតតិចឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ត្រូវវិញ22អញ្ចឹងទៅអញ្ចឹងវាថា customer number ហ្នឹងមានហើយអញ្ចឹងខ្ញុំបង្កើត customer ឲ្យត្រូវអូខេត្រូវណាអញ្ចឹងកន្លែងនេះខ្ញុំ refresh មួយមកយើងមកមើលកន្លែងនេះដោយសារវាដូចអត់សូវ refresh refresh ត្រូវហ្មងនេះប្រហែលជាវា slow អញ្ចឹងខ្ញុំ refresh លើ browser នេះហ្មងអ
ចឹងមុនហ្នឹងនេះខ្ញុំបាន create account មួយទៀតចឹងខ្ញុំចុច account មកអូខេអានេះក៏អត់ត្រូវដែរនេះ400វាគួរតែថ្មីមួយនេះអូខេប្រហែលជា process streaming របស់វា slow នៅពេលដែលយើងរុញទៅវា slow អញ្ចឹងវាអត់ stream លឿននៅកន្លែងនេះអញ្ចឹងខ្ញុំ close នេះខ្ញុំបើកម្ដងទៀតអញ្ចឹងនេះវាមាន2មុនហ្នឹងបង្ហាញតែម៉ោង 5:30 តែឥឡូវដល់ម៉ោង 5:31 យើងមាន2 record អញ្ចឹងនៅពេលដែលខ្ញុំចុចមកកន្លែងនេះវាមាន2នេះយើងឃើញមានពណ៌ផ្កាឈូកមួយនិងពណ៌លឿងមួយអញ្ចឹងមានន័យថាពី Postman មកចូលមកកាន់ endpoint API V1 onboarding ហើយនៅក្នុង API onboarding V1 ហ្នឹងវាធ្វើការហៅតមកទៀតតាក់ទងនឹង screening service នេះអូខេអញ្ចឹងវាចូលមកឆាត្រឹមរបស់វាអញ្ចឹងវាចូលមកកាន់ API V1 screening onboarding change អញ្ចឹងមានន័យថា trace ID មួយនេះវា link គ្នាពី service មួយទៅ service មួយអញ្ចឹងទៅអូខេអានេះវាជា overall ហើយក្រៅពីហ្នឹងក៏យើងមាន default របស់វាដែរអានេះក៏ពិតសិតតែ default របស់វាទាំងអស់ខ្ញុំអត់បានធ្វើអីទេខ្ញុំគ្រាន់តែ config add dependency ហើយបូកជាមួយនឹង config log back ហ្នឹងវាមានយើងមាន util មួយដែរគាត់ថាអាហ្នឹង default របស់វាដូចគ្នាយើងអត់មាន config អីច្រើនទេonboarding util where are you យើងមាន open telemetry util បែបនេះអញ្ចឹងវាគ្រាន់តែចាប់ HTTP setter error code error អញ្ចឹងណានឹងយើង custom ខ្លួនយើងអូខេអញ្ចឹងអានេះតើតើនឹងបកមកវិញតើតើ Grafana វាមាន matrix របស់វាអានេះខ្ញុំក៏អត់ចេះមើលដែរមិនដឹងspec អីខ្លះទេណាមួយ laptop របស់យើងក៏យើងអត់អាចកំណត់ចំណាំបានប្រហែលដែរវាមានច្រើនអញ្ចឹងវាត្រូវការពេលដើម្បីជួយការមើលបើសិនយើងចង់ដឹងអញ្ចឹងណាអូខេហើយយើងក៏មាន log អញ្ចឹង log កន្លែងនេះវាបែងចែកជា2មាន account និង scanning ហើយវាក៏មានតតឹង trace អានេះតតឹងមកជានេះ error និង success អញ្ចឹងនេះ error success អញ្ចឹងវាចេញមកក្រហមមែនអូខេក្រៅពីហ្នឹងក៏វាមានតតឹងនឹង filter ដែលគាត់ខ្ញុំអត់បាន filter អញ្ចឹងក៏វាមានកន្លែង filter យើងច្រើនដែរអញ្ចឹងយើងត្រូវចំណាយពេលរៀននៅលើ Grafana មួយតង់ទៀតអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេតតងនឹង open telemetry ដែលយើងប្រកជាមួយនឹង Grafana អូខេ that's all